បាទទស្សនិកជនជាទីគោរពសូមស្វាគមន៍មកកាន់កម្មវិធីផ្សាយព័ត៌មានថ្មីពីកូជបនៅព្រឹកថ្ងៃទី21ខែវិច្ឆិកាឆ្នាំ2025គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអនុញ្ញាតឲ្យសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាចូលជួបសម្ដែងការគូសមដើម្បីទទួលបានអនុសាសន៍ណែនាំមុននឹងទៅចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុនឆ្នាំ2025ដែលមានការអនុញ្ញាតពីឯកឧត្តមប្រាជ្ញច័ន្ទប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនាព្រឹកថ្ងៃទី21ខែវិច្ឆិកាឆ្នាំ2025ប្រតិភូតំណាងកោជបដឹកនាំដោយឯកឧត្តមមុកតារាអគ្គលេខាធិការរងកោជបបានទទួលជួបសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជានៅទីស្តីការកោជបមុននឹងត្រូវទៅចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុនឆ្នាំ2025ជាកិច្ចចាប់ផ្ដើមឯកឧត្តមមុកតារាអគ្គលេខាធិការរងកោជបបានសម្ដែងនៅសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះតំណាងសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាក្នុងការជួបសម្ដែងការគួសមនិងដើម្បីទទួលបានអនុសាសន៍ណែនាំពីកោជបនៅក្នុងឱកាសនេះដែរឯកឧត្តមអគ្គលេខាធិការរងបានធ្វើបទបង្ហាញអំពីព័ត៌មានទូទៅរបស់កោជបដូចជាខ្លឹមសារនៃនិមិត្តសញ្ញារបស់កោជបសមាជិកភាពកោជបចាប់តាំងពីឆ្នាំ1998រហូតមកដល់បច្ចុប្បន្នមិនតែប៉ុណ្ណោះឯកឧត្តមក៏បានបង្ហាញពីរចនាសម្ព័ន្ធរបស់អគ្គលេខាធិការដ្ឋានកោជបផងដែរឯកឧត្តមបានបញ្ជាក់ថាកោជបគឺជាអង្គការដែលមានសមត្ថកិច្ចរៀបចំចាត់ចែងនិងគ្រប់គ្រងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានិងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រព្រមទាំងការបោះឆ្នោតផ្សេងៗទៀតតាមការកំណត់នៃច្បាប់កោជបត្រូវអនុវត្តសមត្ថកិច្ចរបស់ខ្លួនប្រកបដោយឯករាជ្យនិងអព្យាក្រឹតដើម្បីធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបកកោជបមានសិទ្ធិពេញលេញក្នុងការអនុវត្តសមត្ថកិច្ចរបស់ខ្លួនស្របតាមច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃកោជបច្បាប់ស្តីពីការបោះឆ្នោតជាធរមានបទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចំពោះសមិទ្ធផលនៃការបោះឆ្នោតដែលកោជបសម្រេចបានវិញឯកឧត្តមបានពន្យល់ថាចាប់ពីឆ្នាំ1998រហូតមកទល់បច្ចុប្បន្ននេះកម្ពុជាបានរៀបចំការបោះឆ្នោតដោយខ្លួនឯងសរុបចំនួន19លើកមកហើយដែលមានការរៀបចំការបោះឆ្នោតលើកដំបូងនៅថ្ងៃទី26ខែកក្កដាឆ្នាំ1998គឺជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី2ក្នុងចំណោមការបោះឆ្នោតទាំង19លើកនេះមានការបោះឆ្នោតសកលចំនួន11លើកនិងការបោះឆ្នោតអសកលចំនួន8លើកនៅកម្ពុជាការបោះឆ្នោតសកលរួមមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឯកឧត្តមក៏បានរំលេចដែរថាការបោះឆ្នោតនៅកម្ពុជាមាន4ដំណាក់កាលសំខាន់រួមមាន1ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត2ការចុះបញ្ជីគណៈបកនយោបាយឈរឈ្មោះបោះឆ្នោតនិងបញ្ជីបេក្ខជនឈរឈ្មោះ3ការឃោសនាបោះឆ្នោតនិងទី4ការបោះឆ្នោតការរាប់សន្លឹកឆ្នោតនិងការប្រកាសលទ្ធផលនៃការបោះឆ្នោតពាក់ព័ន្ធដំណើរការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតឯកឧត្តមបានបញ្ជាក់ថាពីមុនដំណើរការនេះកោជបបានអនុវត្តដោយដៃចាប់តាំងពីឆ្នាំ2016មកកោជបបានធ្វើទំនើបកម្មដោយធ្វើការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រវិញដែលធ្វើឲ្យបញ្ជីបោះឆ្នោតមានភាពច្បាស់លាស់និងសុក្រឹតជាងការចុះឈ្មោះបោះឆ្នោតដោយដៃឯកឧត្តមបានបន្ថែមថាដើម្បីឲ្យបញ្ជីបោះឆ្នោតមានភាពពេញលេញភាពត្រឹមត្រូវនិងបច្ចុប្បន្នភាពកោជបត្រូវអនុវត្តការងារពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតជារៀងរាល់ឆ្នាំដើម្បីឲ្យអ្នកមានអាយុ18ឆ្នាំអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមកអ្នកដែលមានទិន្នន័យក្នុងបញ្ជីបោះឆ្នោតកត់ត្រាមិនបានត្រឹមត្រូវនិងអ្នកដែលមិនបានមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោតរូបថតនិងស្នាមខ្ចៅដៃក្នុងរយៈពេលយ៉ាងតិច10ឆ្នាំដើម្បីមកធ្វើបច្ចុប្បន្នភាពជាមួយក្រុមចុះឈ្មោះបោះឆ្នោតក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំក្រៅពីការងារបោះឆ្នោតនៅកម្ពុជាឯកឧត្តមក៏បានជម្រាបជូនអំពីគោលការណ៍នៃការបោះឆ្នោតប្រកបដោយលក្ខណៈប្រជាធិបតេយ្យគឺអនុវត្តតាមគោលការណ៍សំខាន់ចំនួន5រួមមានគោលការណ៍នៃការបោះឆ្នោតជាសកល
ដោយសេរីដោយស្មារភាពដោយផ្ទាល់និងដោយសម្ងាត់ជាចុងបញ្ចប់តំណាងសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលកោជបបានអនុញ្ញាតឲ្យពួកគាត់ចូលមកសម្ដែងការគួសមនិងទទួលបានអនុសាសន៍ណែនាំល្អៗមុននឹងចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុនឆ្នាំ2025បន្ទាប់ពីជំនួបនេះបានបញ្ចប់ក្រុមនិស្សិតក៏បានចូលទស្សនាបណ្ណាល័យរបស់កោជបផងដែរសូមជម្រាបជូនថាកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុនគឺជាកម្មវិធីផ្លាស់ប្ដូរយុវជនអន្តរជាតិដ៏ធំបំផុតមួយក្នុងតំបន់អាស៊ីដែលបានបង្កើតឡើងតាំងពីឆ្នាំ1974ដោយមានយុវជនមកពីប្រទេសទាំង10នៃសមាជិកអាស៊ាននិងប្រទេសជប៉ុនសរុបចំនួន330រូបចូលរួមជារៀងរាល់ឆ្នាំដោយឡែកកម្ពុជាបានចូលរួមជាសមាជិកពេញសិទ្ធិក្នុងកម្មវិធីនេះនៅឆ្នាំ2000បាទទស្សនិកជនជាទីគោរពកម្មវិធីផ្សាយព័ត៌មានថ្មីពីកោជបនៅពេលនេះបានឈានមកដល់ទីបញ្ចប់ខ្ញុំបាទរួមនឹងក្រុមការងារផ្សាយសូមអរគុណសូមជម្រាបលា